បាទជំរាបសួរបងប្អូនយើងទាំងអស់គ្នាថ្ងៃនេះស្វាគមន៍មកកាន់នៅមេរៀនថ្មីចំពោះមេរៀនថ្ងៃនេះគឺល្អមែនទែនសម្រាប់បងប្អូនទាំងអស់គ្នាដែលចង់ធ្វើវីដេអូដាក់នៅក្នុង YouTube TikTok Facebook អីអញ្ចឹងដូចខ្ញុំបង្ហាញក្បាលវីដេអូនេះអញ្ចឹងគឺរបៀបនៅក្នុងការធ្វើវីដេអូបែបនេះវិធីនៅក្នុងការធ្វើវីដេអូបែបនេះបានគឺត្រូវមាន3 app ដើម្បីយើងអាចចូលទៅប្រើប្រាស់បានតោះកុំឲ្យខាតពេលយូរយើងចូលទៅអនុវត្តតែម្ដងអញ្ចឹងដើម្បីយើងធ្វើហៅថា video restoration បែបនេះជាដំបូងគឺយើងចូលមកប្រើប្រាស់នៅកម្មវិធីមួយគេហៅថា Pinterest បងប្អូនមើលតាមខ្ញុំមួយឲ្យតន់ណាគឺយើងត្រូវប្រើ app 3ដើម្បីយើងអាចបង្កើតបានទៅជា video restoration បែបតាក់ទាញបានទីមួយគឺយើងចូលមកកាន់ Pinterest មកអញ្ចឹងបែប restoration អាគីអីហ្នឹងគឺយើងចូលមកកាន់យើងចូលមកកាន់នេះមក Pinterest យើងដាក់យើងទៅ save ពាក្យថា how swim ណា how swimming pool ប៉ុណ្ណឹងមកយើង search មកបន្ទាប់មកយើងនឹងឃើញមានជាច្រើនមែនតើយើងឆ្លាញ់មួយណានេះគឺជារបៀបនៅក្នុងការធ្វើដើម្បីឲ្យបានជា pool បែបហ្នឹងគេមានដំណាក់កាលបែបម៉េចខ្លះអញ្ចឹងបងប្អូនមើលឲ្យទាន់សុំវីដេអូនេះខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនមើលតាំងពីដើមរហូតដល់ចប់គុំរំលងឲ្យសោះឧទាហរណ៍ថាយើងឆ្លាញ់នៅរូបភាពមួយនេះនៅអាងទឹកមួយនេះថាតើគេ restore វាបែបម៉េចគេ build វាបែបម៉េចមានន័យថាគេធ្វើវាបែបម៉េចអញ្ចឹងណាអញ្ចឹងយើងធ្វើការ save សិនមកយើង save ដាក់កន្លែងណាមួយចឹងទៅឥឡូវយើងបានហើយយើងបានរូបហើយបន្ទាប់មកយើងត្រូវទៅរក prompt ណាទៅរក prompt ដើម្បីយក prompt មកបង្កើតជាវីដេអូពីដំណាក់កាលរហូតតាំងពីដំបូងរហូតដល់ធ្វើឲ្យស្អាតបែបនេះអញ្ចឹងយើងធ្វើការ save មកបន្ទាប់មកយើងចូល app មួយទៀតគឺ app ទី2គឺបងប្អូនចូលទៅកាន់ app ChatGPT យើងចូលមកកាន់ ChatGPT បងប្អូន login ជាមួយ account មកណា login ជាមួយ account បងប្អូនមកបាទបងប្អូន login មកបន្ទាប់មកបងប្អូនឃើញពាក្យនៅក្នុង ChatGPT នេះគឺយើងប្រើជាមួយនឹង app ប្រើមួយ app យើងសេលេលើ app នេះតោះនេះសេលេលើ app បន្ទាប់មកបងប្អូនមើលខាងស្ដាំឃើញពាក្យថា GPTS សេលេលើហ្នឹង GPTS កន្លែងនេះបងប្អូន search មក search ពាក្យថា restoration បាទ restoration time ណា time lapse មកយើងtime lapse ចឹងមកហើយបន្ទាប់មកយើង search ណាបងប្អូនណាយើង search មកយើងយកពាក្យថា search បន្ទាប់មកបងប្អូននឹងឃើញមានជាច្រើនមែនតើមាន restoration time lapse មាន restoration time lapse ultra realistic ល្អទាំងអស់ហ្នឹងបងប្អូនអាចសាកល្បងប្រើមួយណាក៏បានដែរគឺជា AI ដែលគេមានសមត្ថភាពនៅក្នុងការបង្កើតជា prompt ឲ្យយើងនៅក្នុងការផលិតជាវីដេអូហ្នឹងឥឡូវខ្ញុំយកទី1នេះចុះយើងសេលេលើទី1ហើយបន្ទាប់មកបងប្អូនយកពាក្យថា start chat តោះនេះមេរៀនគឺសំខាន់មែនតើសម្រាប់បងប្អូនដែលចង់ធ្វើវីដេអូឲ្យមានភាពតាក់ទាញមកដល់កន្លែងនេះបងប្អូនយកសញ្ញាបូកនេះហើយបងប្អូនយកពាក្យថា add photo មកយើងទៅយករូបភាពដែលយើងបានធ្វើការ save មុនហ្នឹងបន្ទាប់មកយើង upload ចុះយើងទៅ save ពាក្យថា start ប៉ុណ្ណឹងទៅយើង enter រួចជាការស្រេចបន្ទាប់មកបងប្អូននឹងរងចាំដែលគេនឹងផ្ដល់ជា prompt ឲ្យយើងបាទ prompt គឺមាន prompt ទាំងរូបភាពហើយនិង prompt ជាវីដេអូដូចគ្នាឃើញទេឥឡូវនេះគេកំពុងតែធ្វើការ generate ធ្វើការ optimize ឲ្យយើងហើយបងប្អូនណាបាទអញ្ចឹងនេះគឺជាចំណុចសំខាន់មែនតើដែលខ្ញុំធ្វើការចែកម្លែកបងប្អូនទាំងអស់គ្នាយកទៅប្រើប្រាស់បានហើយសង្ឃឹមថាបងប្អូនដែលមកថ្មីសូមជួយចុច subscribe អ្នកមួយផងដើម្បីទទួលបាននៅមេរៀនថ្មីល្អដែលបងប្អូនអាចយកទៅធ្វើបានឥឡូវនេះយើងបានហើយគឺមាន image ទី1នេះ image ទី1បាទជាទម្រង់រូបភាពទី1ជា prompt ទី2ទី3ទី4ណាអញ្ចឹងទាំងអស់គឺមាន4 prompt 4 prompt ហ្នឹងបានអាចឈានដល់ដំណាក់កាលដែលគេអាចចាប់បានធ្វើបានទៅជា pool ដ៏ស្រស់ស្អាតបែបនេះតោះនេះអញ្ចឹងបាទមុននឹងចេញជា pool ស្រស់ស្អាតបែបហ្នឹងគឺ4 prompt 4 រូបភាពបន្ទាប់មកពេលដែលយើងបានជារូបភាពហើយយើងមកមើលខាងក្រោមគឺជាវីដេអូកន្លែងនេះគឺគេបង្ហាញឲ្យយើងទាំងអស់តែម្ដងនេះគឺជាបច្ចេកទេសបងប្អូនណាអញ្ចឹងមានជាវីដេអូទី1វីដេអូទី2វីដេអូទី3វីដេអូទី4គឺ final ឃើញគេដាក់នេះវីដេអូទី4 cinematic អញ្ចឹងគឺជាវីដេអូចុងក្រោយនៃការផលិតជា pool របស់យើងតោះនេះបាទអញ្ចឹងបងប្អូនបានជា prompt ហើយបងប្អូនអាចយក prompt នេះទៅបង្កើតជារូបភាព
បង្កើតជារូបភាពយើងបង្កើតនៅក្នុង ChatGPT យើងអត់បង្កើតនៅក្នុង ChatGPT ហ្នឹងទេបងប្អូនចូលមកកាន់ ChatGPT មួយទៀតហើយបងប្អូនយកពាក្យថា image កន្លែងបង្កើតរូបភាពនេះមកណាកន្លែងបង្កើតរូបភាពហ្នឹងហើយបន្ទាប់មកយើងធ្វើការបង្កើតមកបាទយើងផាសចូលបាទផាសចូលហើយយើង next ចេះទៅហើយយើងធ្វើការរងចាំ ChatGPT ធ្វើការបង្កើតរូបភាពឲ្យយើងអូខេបន្តមកទៀតយើងចូលទៅធ្វើការផលិតវីដេអូការផលិតវីដេអូគឺខ្ញុំប្រើជាមួយ Sora បាទឥឡូវយើងចូលមកកាន់ app មួយទៀតគឺ Sora ណា Sora អញ្ចឹងយើងទៅ copy prompt យើងវិញ prompt យើងមក prompt យើងមុនហ្នឹងនេះ prompt យើងដែលផលិតជាវីដេអូគឺមាន4ណាទី1ទី2ទី3ទី4ដើម្បីបានជាវីដេអូ full ហ្នឹងអញ្ចឹងយើងធ្វើការ copy មកយើង copy នេះវីដេអូទី1 prompt យើងចូលមកកាន់ខ្ញុំមាន Sora ហើយបើសិនណាបងប្អូនអត់មានបងប្អូនរកមើលទិញទៅបងប្អូនអាចទិញទៅណាយើងផលិតនៅក្នុង Sora ក៏បានប្រើនៅក្នុង Google Gemini ក៏បានដែរបើសិនណាបងប្អូនមានបងប្អូនអាចផលិតតាមអ្វីដែលបងប្អូនមានតែខ្ញុំមាន Sora ខ្ញុំបង្ហាញនៅក្នុង Sora ណាខ្ញុំផាសចូលហើយខ្ញុំ enter ហើយខ្ញុំចូលកន្លែង secure នេះ square ដើម្បីធ្វើការរងចាំវីដេអូនេះគឺជាវីដេអូដែលគេនឹងធ្វើការ generate ឲ្យយើងហើយយើងចូលទៅមើលកន្លែងដែលយើងធ្វើការបង្កើតទៅជារូបភាពមិញនេះរូបភាពចេញមកហើយបងប្អូនណាឃើញទេនេះគឺជាទម្រង់ដែលយើងចាប់ផ្ដើមធ្វើជាភូលមួយដ៏ស្រស់ស្អាតជាភូលមួយដ៏ស្រស់ស្អាតអញ្ចឹងត្រូវឆ្លងកាត់ដំណាក់កាលដំបូងគឺបែបនេះត្រូវមានការគូប្លង់ការរើសទីតាំងហើយបន្ទាប់មកបានចាប់ផ្ដើមធ្វើតែម្ដងណាតោះនេះយើងអូខេអញ្ចឹងយើងបានហើយមិញយើងចូលមកកាន់ ChatGPT យើងដែលយើងបង្កើតជានេះកន្លែង pool សស្អាតនេះអញ្ចឹងបើមិនជឿទេបងប្អូនអាច copy prompt ទី2មកបងប្អូន copy prompt ទី2ហើយយើងចូលប្រើប្រាស់នៅ ChatGPT បន្តហើយយើងដាក់មកហាស់ចូលហើយយើងនេះទៅហើយយើងរងចាំឥឡូវយើងចូលទៅមើលវីដេអូយើងតើរួចនៅទេបងប្អូនណាចាំតិចសិនបាទចាំតិចសិនបាទអញ្ចឹងនេះគឺជាមេរៀនមួយដែលខ្ញុំធ្វើការស្រាវជ្រាវហើយយកមកធ្វើបង្ហាញទៅដល់បងប្អូនអរគ្នាហើយវាមានប្រយោជន៍សំខាន់មែនទែនហើយបងប្អូនចង់ធ្វើវីដេអូដែលចង់ដាក់ក្នុង YouTube TikTok អីហើយវីដេអូទាំងអស់នេះគឺកំពុងតែ viral ខ្លាំងទៅនឹង restoration ហ្នឹងតោះនេះបាទឥឡូវយើងរកចាំលទ្ធផលអរគ្នាថាតើយ៉ាងម៉េចដែរវីដេអូរបស់យើងក៏មិនទាន់រួចអញ្ចឹងយើងរងចាំបងប្អូនសិនបាទឥឡូវនេះមកហើយបងប្អូននេះបងប្អូនឃើញទេបាទឥឡូវយើងមកមើលរូបភាពទី1នេះរូបភាពទី1ដែលយើងធ្វើការគូប្លង់ដើម្បីបង្កើតបានទៅជា swimming pool មួយអាងហែលទឹកមួយយើងគូប្លង់សិនយើងចាប់ផ្ដើមបន្ទាប់មកយើងយកឧបករណ៍មានមនុស្សមានអីមកកាយឃើញទេនេះលយមែនតើបងប្អូនណាឃើញទេមានមនុស្សមានអេស្កាអញ្ចឹងទៅគេចាប់ផ្ដើមធ្វើវាយពុំវាយអីចឹងមកឃើញទេលយមែនតើបងប្អូនអញ្ចឹងឥឡូវយើងដាក់បន្តទៀតតោះយើងដាក់បន្តទៀតយើងទៅយក prompt របស់យើងprompt image ទី3របស់យើងមកទី3ហើយបន្តមកយើងផាសចូលដូចគ្នាបាទខ្ញុំជឿថាបងប្អូនបានឃើញបានមើលវីដេអូនេះហើយដឹងតែពេញចិត្តតែម្ដងដឹងតែពេញចិត្តតែម្ដងស្អីគឺតាក់ទាញណាគឺតាក់ទាញហើយល្អមែនតើបន្តមកណាយើងទៅមើលវីដេអូយើងថាតើបាននៅទៅរៀងយូរបន្តិចបាទឥឡូវនេះបានហើយបងប្អូននេះបានហើយនេះវីដេអូរបស់យើងបាទនេះខ្ញុំធ្វើនៅក្នុង Sora បាទធ្វើក្នុង Sora នេះបងប្អូនឃើញទេនេះបាទនេះដំបូងឡើយគឺចាប់ផ្ដើមគូប្លង់ណាចាប់ផ្ដើមគូប្លង់បាទគូប្លង់មានអេស្កាមានអីគេចាប់ផ្ដើមមកកាយដីកាយអីកន្លែងនេះគឺគូប្លង់ហ្នឹងទៅឃើញទេលយមែនតើបងប្អូនលយមែនតើបាទអញ្ចឹងនេះជាវីដេអូហើយវីដេអូទី1អញ្ចឹងយើងដាក់តាម prompt របស់យើងមក prompt របស់យើងមិញហ្នឹងគឺមាន prompt វីដេអូយើងមាន prompt ទី2ទី3រហូតដល់ទី4បានចប់អញ្ចឹងចប់ហ្នឹងគឺលទ្ធផលនៃការធ្វើអាងទឹករបស់យើងហ្នឹងគឺចេញជាលទ្ធផលហើយឃើញទេបងប្អូននេះ prompt ទី3របស់យើងចេញបានប៉ុណ្ណេះទី3ឃើញស្អាតទេបាទទី3បានប៉ុណ្ណេះហើយយើងចង់បានទីបានទៀតអញ្ចឹង image យើងមានបាន prompt មាន4 prompt អញ្ចឹងនេះចុងក្រោយមួយទៀតយើងដាក់ទាំងអស់មកឥឡូវយើងដាក់ prompt មួយទៀតមកឥឡូវទី3យើងបានប៉ុណ្ណេះឥឡូវយើងថែម prompt ទី4មួយទៀតនេះខ្ញុំប្រើនៅក្នុង ChatGPT free ទេបងប្អូនណា free ទេ
ឥឡូវយើងរងចាំលទ្ធផលទាំងអស់គ្នាគឺចុងក្រោយមួយទៀតបាទស្អាតមែនទេបងប្អូនណាមើលអត់ដឹងទេអត់ដឹងថា AI ទេបងប្អូនណាគឺ color អីគឺចេញមកដូចពិតបីបាត់ណាអត់អាចដឹងថា AI ទេអញ្ចឹងនេះគឺជាសមត្ថភាពដែល AI អញ្ចឹងយើងត្រូវចេះប្រើហើយយើងចូលទៅមើលវីដេអូយើងមិញដូចគ្នានេះឃើញទេបងប្អូនបាទតេទាញមែនទេឥឡូវយើងរងចាំលទ្ធផលរូបស្លឹកយើងមួយទៀតណាបាទឥឡូវមករូបស្លឹកយើងចុងក្រោយគឺ final ហើយក្នុងការផលិតវីដេអូរបស់យើងនេះបងប្អូនឥឡូវយើងមើលទី1កន្លែងនេះមិញគឺគេអត់ទាន់ដេកស្អាតណាអត់ទាន់ដាក់ថូផ្កាថូអីទេប៉ុន្តែចុងក្រោយគឺគេដាក់ថូផ្កាដាក់ភ្លើងរៀបចំស្អីចឹងមកស្អាតបាទ perfect បាទឃើញទេបងប្អូនបាទអញ្ចឹងនេះគឺជារបៀបនៅក្នុងការបង្កើតវីដេអូបែប restoration អាងហែទឹកឬក៏ផ្ទះអីចឹងណាគឺធ្វើទៅតាមអ្វីដែលខ្ញុំបានបង្ហាញតាំងពីដើមដល់ចប់ហ្នឹងមកគឺបងប្អូនអាចធ្វើបានល្អមែនតើអញ្ចឹងនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេយើងនឹងជួបគ្នានៅវីដេអូបន្តទៀតបាទសូមអរគុណ